សប្តាហ៍នេះមានបងប្អូនប្រជាពលរដ្ឋជាច្រើនគាត់មានការព្រួយបារម្ភនៅក្នុងចិត្តទៅនឹងការខូចឃ្លីនឬក៏តម្រងនោមករណីបើបងប្អូនមិនទាន់មានបញ្ហាសម្ពាធឈាមឬក៏ជំងឺទឹកនោមផ្អែមទេតម្រងនោមបងប្អូននឹងមិនងាយខូចនោះទេបើសិនជាបងប្អូនអាចអនុវត្តនៅ5រឿងនេះបានថ្ងៃនេះរូបខ្ញុំបាទមានការចូលរួម5រឿងដែលឲ្យបងប្អូនយកទៅអនុវត្តថែទាំជាពិសេសតម្រងនោមបងប្អូនឲ្យសុខភាពល្អកុំឲ្យមានហានិភ័យនៅថ្ងៃក្រោយរឿងទី1ដែលមនុស្សយើងតែងតែធ្វើគ្រប់រូបហើយធ្វើជាប្រចាំហើយធ្វើឲ្យបាននេះគឺការញ៉ាំទឹកធ្វើម៉េចឲ្យបានគ្រប់គ្រាន់ជាទូទៅរាងកាយរបស់មនុស្សយើងតែកាលណាយើងញ៉ាំទឹកគ្រប់គ្រាន់បងប្អូនទទួលបាននូវសុខភាពល្អសឹងថា 90% ហើយព្រោះរាងកាយរបស់មនុស្សយើងរាល់ថ្ងៃគឺយើងត្រូវការជាតិទឹកច្រើនមែនទែនដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងសរីរាង្គជាពិសេសវាជួយទៅនឹងច្រោះចម្រាញ់នៅជាតិពុលចេញរយៈតាមទឹកនោមបងប្អូននឹងឯងរឿងទី2គឺបងប្អូនព្យាយាមផ្លាស់ប្ដូរទម្លាប់បើសិនជាពីមុនចូលចិត្តញ៉ាំអាហារដែលប្រៃខ្លាំងអាហារដែលផ្អែមខ្លាំងព្យាយាមមកប្ដូររសជាតិបើសិនជាបងប្អូនប្ដូររសជាតិមកញ៉ាំលក្ខណៈធម្មតាមិនប្រៃពេកហើយក៏មិនផ្អែមពេកហ្នឹងតម្រងនោមបងប្អូនក៏អត់មានបញ្ហានៅថ្ងៃក្រោយនោះដែររឿងទី3ដែលបងប្អូនគួរដឹងដូចគ្នាគឺការដែលយើងកុំសូវហូបនៅប្រភេទអាហារកែច្នៃច្រើនពេកព្រោះសង្កេតឃើញនៅពេលបច្ចុប្បន្ននេះស្រទាប់យុវវ័យគឺពួកគាត់ចូលចិត្តញ៉ាំប្រភេទអាហារកែច្នៃច្រើនមែនទែនមានដូចជាមីកំប៉ុងមានដូចជា hot dog មានដូចជាប្រហិតអីហ្នឹងឃើញស្រទាប់យុវវ័យក៏មនុស្សនៅពេលបច្ចុប្បន្ននេះកំពុងតែនិយមទទួលទាននៅប្រភេទអាហារនេះច្រើនមែនទែនអញ្ចឹងបើសិនជាបងប្អូនចង់ថែរក្សាតម្រងនោមចង់ថែរក្សាសុខភាពបងប្អូនកុំឲ្យមានហានិភ័យឬក៏ជំងឺច្រើនមុខនៅថ្ងៃក្រោយព្យាយាមកាត់បន្ថយកុំទទួលទាននៅប្រភេទអាហារទាំងអស់ហ្នឹងញឹកញាប់ពេកវាបង្កហានិភ័យសុខភាពបងប្អូននៅថ្ងៃក្រោយដែលមិនដឹងខ្លួននឹងការគេងបើសិនជាមនុស្សយើងគេងឲ្យបានគ្រប់គ្រាន់បងប្អូនសរីរាង្គបងប្អូនជួសជុលបានល្អផលិតកោសិកាថ្មីមកសុខភាពបងប្អូនក៏រឹងមាំហើយក៏មិនមានបញ្ហាសុខភាពជំងឺនៅថ្ងៃក្រោយដូចគ្នាអញ្ចឹងព្យាយាមធ្វើម៉េចគេងឲ្យបានគ្រប់គ្រាន់ចន្លោះពី7ទៅ8ម៉ោងហើយកុំព្យាយាមគេងយប់ជ្រៅពេកបើសិនជាបងប្អូនអត់រវល់នៅក្នុងការរកស៊ីឬក៏រវល់ធ្វើការអីហ្នឹងព្យាយាមគេងឲ្យបានពីប្រឡប់តិចទៅដើម្បីឲ្យរាងកាយយើងជួសជុលនៅអរម៉ូនចាស់បានផលិតនៅកោសិកាថ្មីបានល្អហើយរឿងទី5ដែលបងប្អូនគួរធ្វើរាល់ថ្ងៃដូចគ្នាទៅនឹងការហាត់ប្រាណមនុស្សយើងតែកាលណាយើងអត់សូវបានហាត់ប្រាណទេប្រព័ន្ធភាពស៊ាំយើងក៏អត់សូវរឹងមាំរាងកាយរបស់មនុស្សយើងក៏ងាយនឹងកើតជំងឺផ្សេងដែរព្រោះការហាត់ប្រាណពេលណាដែលបងប្អូនធ្វើសកម្មភាពមិនថាដើររត់ឬក៏ជិះកង់ឬក៏ធ្វើអីផ្សេងទេវាធ្វើឲ្យចលនារាងកាយប្រព័ន្ធសាច់ដុំបងប្អូនមានចលនាចរន្តឈាមរត់បានល្អអញ្ចឹងជំងឺផ្សេងទូទៅក៏មិនសូវមានទៅលើរាងកាយបងប្អូនដែរជាពិសេសតម្រងនោមឬក៏មុខងារតាក់ទងជាមួយនឹងក្រពេញប្រូស្តាតបងប្អូននឹងដំណើរការសុខភាពបានល្អបើសិនជាបងប្អូនធ្វើសកម្មភាពហាត់ប្រាណរាល់ថ្ងៃហើយរឿងទី6ចុងក្រោយដូចជាការចូលរួមមួយដែរគឺតើតើនឹងការដែលបងប្អូនព្យាយាមញ៉ាំបន្លែផ្លែឈើធម្មជាតិឲ្យបានច្រើនទទួលស្គាល់ថាមនុស្សយើងនាពេលបច្ចុប្បន្ននេះគឺយើងញ៉ាំបន្លែផ្លែឈើគីមីគឺច្រើនជារបស់នាំចូលតែបើសិនជាបងប្អូនមានបន្លែផ្លែឈើដែលយើងដាំដោយផ្ទាល់ដៃដាំនៅតាមរបងផ្ទះជាពិសេសបងប្អូនដែលនៅជនបទស្រុកស្រែចម្ការហ្នឹងជាយាមដាំរបស់ដែលយើងអាចញ៉ាំបានជាប្រចាំមិនថាពពុះបន្លែមិនថាពពុះគ្រឿងទេសមានដូចជាគល់ស្លឹកគ្រៃមានដូចជាខ្ទឹមឬក៏ពពុះប្រទេសអីហ្នឹងបងប្អូនព្យាយាមមកយើងដាំបានយើងញ៉ាំរបស់ដែលធម្មជាតិដាំដោយដៃយើងផ្ទាល់អត់សូវមានផលប៉ះពាល់ទៅលើរាងកាយក៏ដូចជាសុខភាពយើងនៅថ្ងៃក្រោយទេគេឃើញបងប្អូននៅតាមទីក្រុងមួយចំនួនក៏ពួកគាត់បានឆ្លៀតក្នុងការដាំគ្រឿងទេសក៏ដូចជាពពុះបន្លែធម្មជាតិនៅតាមរបងផ្ទះគាត់ដែរឃើញពួកគាត់កោះការ៉កោះអត់ឡើងដើម្បីដាំដំណាំនៅតាមរបងផ្ទះអីហ្នឹងក៏គាត់អាចញ៉ាំបានជួយសម្រួលទៅដល់សុខភាពរាងកាយគាត់បានមួយផ្នែកដែរថាបងប្អូនទាំងអស់គ្នាជួយ share វីដេអូហ្នឹងឲ្យបានច្រើនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែមានការព្រួយបារម្ភទៅនឹងការដែលមានបញ្ហាតម្រងនោមកំពុងតែចង់ថែទាំតម្រងនោមកុំឲ្យមានបញ្ហានៅថ្ងៃក្រោយហ្នឹងចូលរួមចែករំលែកវីដេអូល្អៗទៅនឹងរឿងសុខភាពដូចជាការដែលជួយឲ្យបងប្អូនសុខភាពល្អទាំងអស់គ្នា